ធម៌មួយទៀតដែលសំខាន់សម្រាប់យើងដែលមានវ័យចាស់ជរានឹងគឺការអប់រំចិត្តរបស់ខ្លួនយើងនេះឯងទីបំផុតទៅយើងបានយល់ថានៅក្នុងโลกនេះអត់មានអ្វីសំខាន់ក្រៅអំពីការគ្រប់គ្រងរក្សាចិត្តរបស់ខ្លួនឯងទេកាលណាតែយើងរក្សាចិត្តគ្រប់គ្រងចិត្តរបស់ខ្លួនយើងបានអានឹងទៅយើងទទួលបានសេចក្តីសុខពិតហ្នឹងទទួលបានសេចក្តីសុខពិតដោយអ្វីដែលព្រះអង្គទ្រង់សម្ដែងនៅក្នុងគាថាធម្មបទបៃដកលេខ52ត្រង់ចិត្តវគ្គវគ្គទី3នៃគាថាធម្មបទហ្នឹងព្រះអង្គសម្ដែងចិត្តតាំងគុតតាំងសុខាវហੰការគ្រប់គ្រងចិត្តបានការរក្សាចិត្តបានជាហេតុនាំមកនៅសេចក្តីសុខហើយការគ្រប់គ្រងរក្សាចិត្តនេះវាសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមែនទែនញញោមគិតមើលពេលណាដែលតោសៈចិត្តកើតឡើងខឹងប្រទុសរាយនឹងអ្នកដទៃបើយើងគ្រប់គ្រងតោសៈចិត្តនឹងមិនបានទេធ្វើឲ្យតោសៈចិត្តនឹងមានកម្លាំងកាន់តែខ្លាំងវានឹងបញ្ចេញមកតាមមុខវានឹងបញ្ចេញមកតាមពាក្យសម្ដីវានឹងបញ្ចេញមកតាមកាយរបស់យើងហើយនឹងប្រព្រឹត្តទៅជាវជ័យទុច្ចរិតផងជាកាយទុច្ចរិតផងឃើញទេជេបន្តិចអ្នកដទៃជាវជ័យទុច្ចរិតអានឹងព្រោះអីពីព្រោះតែយើងគ្រប់គ្រងនៅចិត្តរបស់ខ្លួនយើងនឹងមិនបានតែបើគ្រាន់តែយើងគ្រប់គ្រងតោសៈចិត្តរបស់ខ្លួនយើងបានអប់រំគ្របសង្កត់វាឲ្យថមថយត្រឡប់ទៅវិញយើងនឹងទទួលបានសេចក្តីសុខនៅត្រង់ថាយើងមិនក្តៅក្រហាយនេះឯងកាលណាតែយើងគ្រប់គ្រងចិត្តបានយើងមិនក្តៅក្រហាយពេលបច្ចុប្បន្នហើយនឹងមិនក្តៅក្រហាយស្ដាយក្រោយក្នុងពេលអនាគតពេលណាដែលយើងគ្រប់គ្រងចិត្តបានណាញាតិញោមឧទាហរណ៍ថាខឹងអ្នកដទៃបើសិនជាយើងគ្រប់គ្រងចិត្តខឹងនឹងអត់បានទេណាធ្វើឲ្យយើងនឹងញោខ្លួនទះអន្តែងនឹងទះសាឲ្យក្តៅកុហលកាហាយក្នុងចិត្តនឹងទ្រាំបានអានឹងព្រោះអីព្រោះយើងគ្រប់គ្រងតោសៈចិត្តនឹងមិនបានធ្វើឲ្យយើងក្តៅក្នុងខណៈនឹងឯងយើងគិតមើលពេលណាដែលយើងខឹងគេមិនមែនគេទេអ្នកក្តៅតែខ្លួនយើងអ្នកខឹងនេះឯងជាអ្នកក្តៅចឹងមែនញាតិញោមហ្នឹងខឹងគេក្តៅខ្លួនឯងពីព្រោះពាក្យថាខឹងអ្នកដតីមិនមែនចិត្តអ្នកដតីដែលខឹងទេគឺចិត្តយើងនេះឯងជាអ្នកខឹងហើយព្រះអង្គសម្ដែងនៅក្នុងអតិតបរិយាយសូត្រតោសៈហ្នឹងគឺតោសក្គិតែព្រះអង្គសម្ដែងថាតោសក្គិនីក្តៅដោយភ្លើងគឺតោសៈខឹងគេក្តៅទេញាតិញោមហ្នឹងក្តៅភ្លើងតោសៈនឹងវាដុតលក្ខណៈរបស់តោសៈនឹងវាដុតហតិយវត្ថុទីអាស្រ័យរបស់វាផងហើយនឹងវាក្តៅដោយខ្លួនវាផងឃើញទេចឹងមិនបានពេលណាដែលយើងខឹងខ្លាំងនឹងបេះដូងរបស់យើងនឹងវាលោតឌុកដាក់ស្ទើរទ្រាំបានទេណាហ្នឹងហើយរហូតទៅដល់ធ្លោយមាត់ចេបតិចអ្នកដតីទៅដូចធូយើងថាធូទ្រុងប៉ុន្តែធូនេះមិនមែនធូធម្មតាទេតែដូចកង់ឡានវាចិត្តបែកហើយយើងយកអីទៅចាក់វាធូឲ្យផ្ទុះតែហ្មងស្ដាប់សេចក្តីប្រៀបធៀបនឹងបានដែរខ្ញុំមើលកង់ឡានដែលវាបែកវាផ្ទុះលន់លឺអាក្រក់ណាស់ហ្នឹងអញ្ចឹងអាដែលយើងខឹងគេហើយយើងជេរគេនេះមិនមែនធូទ្រូងនឹងស្រួលទេគឺធូទ្រូងនឹងដូចផ្ទុះអញ្ចឹងតននេះអញ្ចឹងមិនបានដូចផ្ទុះត្រង់ថាវាក្តៅរហូតទៅដល់ផ្ទុះចេញមកជាវិជ័យទុច្ចរិតអញ្ចឹងអាបាបខាងក្នុងចិត្តនេះយើងអត់ធន់បានវាឲ្យមកបាបចេញមកតាមពាក្យសម្ដីតាមមាត់របស់យើងនេះទៅទៀតតននេះអញ្ចឹងហ្នឹងភ្លើងគឺតោសៈហ្នឹងគឺត្រូវអប់រំគ្របសង្កត់វាកុំឲ្យយើងឃើញគុណតម្លៃរបស់តោសៈពីព្រោះជួនកាលដល់ពេលដែលយើងថ្នាក់ជាមួយនឹងសេចក្តីខឹងក្រោធថ្នាក់ជាមួយនឹងវិជ័យទុច្ចរិតនឹងញឹកញយរឿយទៅ
cứ thôi vẫn khơi cốt nằm lạiในការជេរគេហ្នឹងឃើញឃើញគុណតម្លៃនៃការស្ដីថាបន្ទោសឲ្យអ្នកដទៃឃើញថាកុំបានអញថាអីវាអត់អញ្ចឹងខ្ញុំស្ដាប់តន់នេះហ្នឹងអញ្ចឹងអ្នកដែលទទួលពាក្យស្ដីថាឲ្យយើងនឹងមិនសប្បាយចិត្តនឹងយើងថាឲ្យគេទេមែនញាតិញោមចឹងបានព្រះអង្គសម្ដែងអត្តានាំងឧបមាកាត់ថ្វាណាគឺឲ្យប្រៀបធៀបអ្នកដតីនឹងមកខ្លួនឯងយើងចង់ឲ្យគេនិយាយល្អចំពោះខ្លួនយើងយ៉ាងណាអ្នកដតីក៏ដូចយើងអញ្ចឹងហ្នឹងអញ្ចឹងអត់មានអ្នកណាម្នាក់ដែលពេញចិត្តនឹងពាក្យសម្ដីត្រគោះបោះបោករបស់អ្នកណាមួយទេគឺចង់តែបានពាក្យដែលពីរោះពិសានឹងអញ្ចឹងការដែលយើងហ្វឹកហាត់គឺយើងហ្វឹកហាត់ផ្លូវចិត្តរបស់ខ្លួនយើងឲ្យប្រព្រឹត្តទៅនៅក្នុងសេចក្តីសុខស្ងប់ហើយនឹងគ្របសង្កត់នៅតោសៈចិត្តនឹងមិនឲ្យកើតឡើងនៅក្នុងព្រះសូត្រមួយដែលមានឈ្មោះថាសមុត្តសូត្រដែលព្រះអង្គទ្រង់សម្ដែងអំពីសមុទ្រយើងគ្រប់គ្នាមានសមុទ្រទាំងអស់គ្នាញាតិញោមមានដឹងថាខ្លួនឯងមានសមុទ្រទេហើយញាតិញោមណាដែលទៅសមុទ្រលើកដៃតិចមើលមានធ្លាប់ស្គាល់សមុទ្រទេស្គាល់ហើយម៉ាស្គាល់សមុទ្រទេដែលទៅសមុទ្រទេអូហ្នឹងចឹងនិយាយពីរឿងសមុទ្រធំល្វឹងល្វើយមានទឹកច្រើនហើយជ្រៅយ៉ាងណាខ្លួនយើងមានសមុទ្រ6សមុទ្រ6ហ្នឹងគឺអារម្មណ៍ទាំង6ដែលវិញ្ញាណទាំង6ទទួលយកនេះឯងមិនបានអារម្មណ៍ព្រះអង្គទ្រង់សម្ដែងថាជាសមុទ្រពីព្រោះចិត្តមិនឆ្អែតដោយអារម្មណ៍ទេសមុទ្រមិនឆ្អែតដោយទឹកយ៉ាងណាចិត្តក៏មិនឆ្អែតដោយអារម្មណ៍ទាំងឡាយដែរញាតិញោមរស់មកដល់ប៉ុណ្ណេះហើយមានឆ្អែតដោយការឃើញរូបដែរចង់ឃើញទៀតដែរហើយតាំងពីឃើញមកមានដែរគិតថាខ្លួនឯងចេះឆ្អែតដែរឬក៏ចង់ឃើញទៀតដូចយើងបរិភោគអាហារវាឆ្អែតតែមួយពេលមួយពេលអស់ពីឆ្អែតនឹងទៅឃ្លានទៀតយ៉ាងណារូបារម្មណ៍ដែលចក្ខុវិញ្ញាណបានឃើញហើយចក្ខុវិញ្ញាណគឺភ្នែកអាស្រ័យនៅនឹងភ្នែកឃើញរូបនឹងវិញ្ញាណចិត្តនឹងគឺអត់ឆ្អែតដោយរូបារម្មណ៍ទេពេលថាមិនឆ្អែតនេះមិនមែនបានន័យថាបើឆ្អែតយើងឆ្អែតចិត្តអញលែងចង់ឃើញមុខម្នាក់នឹងអានឹងឈ្មោះថាឆ្អែតមិនមែនទេគឺបានន័យថាមិនឆ្អែតពីព្រោះវាអត់គ្រប់គ្រាន់សម្រាប់ចក្ខុវិញ្ញាណដែលឃើញរូបនឹងទេចក្ខុវិញ្ញាណនេះឃើញរូបប៉ុណ្ណាក៏ទទួលយកបានដែរពីព្រោះលក្ខណៈរបស់ចក្ខុវិញ្ញាណគឺការឃើញរូបអញ្ចឹងដរាបណាដែលចក្ខុវិញ្ញាណនៅកើតអញ្ចឹងការឃើញរូបនឹងនៅតែមានអញ្ចឹងកើតមកឃើញរូបរូបបែបណាក៏ដោយគឺចក្ខុវិញ្ញាណនឹងទទួលយកគ្រប់បែបយ៉ាងទាំងអស់ប្រៀបដូចមហាសមុទ្រអញ្ចឹងមហាសមុទ្រទឹកពីទន្លេតូចទន្លេធំទន្លេឈ្មោះអីក៏ដោយក៏ចាក់ទៅក្នុងសមុទ្រទទួលយកបានទាំងអស់សមុទ្រចេះពេញដែរញាតិញោមហ្នឹងហើយញាតិញោមទៅសមុទ្រឃើញទឹកសមុទ្រនឹងវាចូលវានីចមកគឺសមុទ្រមិនពេញទេហ្នឹងហើយកុំតែព្យុះបើអត់មានព្យុះទេសមុទ្រអត់ចេះហៀផុតពីច្រាំងសមុទ្រទេមិនមែនដូចទឹកស្រះមិនមែនដូចទឹកស្ទឹងទឹកអូទឹកបលាយទេអត់ទេអញ្ចឹងសមុទ្រនេះគឺមិនពេញដោយទឹកទេហើយញាតិញោមគិតមើលទន្លេតូចទន្លេធំនៅក្នុងโลกនេះគឺចាក់ទៅក្នុងមហាសមុទ្រទាំងអស់ហើយមហាសមុទ្រគឺមិនចេះពេញដោយទឹកទេយ៉ាងណាចិត្តរបស់យើងនឹងប្រៀបដូចជាមហាសមុទ្រដែលមិនចេះពេញដោយអារម្មណ៍ទាំងឡាយហ្នឹងអារម្មណ៍រូបារម្មណ៍គឺរូបសត្វទេរម្មណ៍គឺសំឡេងកិនធេរម្មណ៍គឺក្លិនរក្សារម្មណ៍គឺរស
ផោតថាពីរំគឺសំផោះធម្មមេរំដែលដឹងទៅតាមមេណោវិញ្ញាណទាំងអស់ហ្នឹងគឺចិត្តនេះឯងមិនឆ្អែតដោយអារម្មណ៍ទាំង6នេះទេហើយមិនឆ្អែតនេះមិនមែនតាមជាតិនឹងដែលមិនឆ្អែតទេណាគឺមួយសង្សារវដ្តនេះឯងគឺមិនចេះឆ្អែតទេខ្ញុំកើតមកបើកភ្នែកមកឃើញរូបនេះរូបនោះរូបនេះរូបនោះគឺនៅតែមិនឆ្អែតនៅតែមិនពេញសំឡេងនេះសំឡេងនោះសំឡេងដូរតន្ត្រីសំឡេងនិយាយគ្នាសំឡេងបែបណាក៏ដោយគឺត្រចៀកនឹងដែលចេះឆ្អែតដោយសំឡេងទេអត់ទេគឺដាក់ទៅមិនពេញក្លិនក៏ដូចគ្នារសអាហារក៏ដូចគ្នាដែលឆ្អែតហ្នឹងគឺឆ្អែតដុំអាហារទេដែលយើងហៅថាកពលឹងការាហាក៏ប៉ុន្តែរក្សារំគឺរសអណ្ដាតហ្នឹងអត់ចេះឆ្អែតទេហ្នឹងហើយជីវហាវិញ្ញាណដែលកើតនៅត្រង់អណ្ដាតហ្នឹងគឺអត់ចេះឆ្អែតដោយរសារំទេហើយពាក្យថារសារំគឺរសនេះមិនមែនកពលឹងការាហាដុំដែលយើងលេបចូលបាត់ទៅចូលទៅក្នុងកាពះហ្នឹងមិនមែនទេណាគ្រាន់តែថារសារំនេះវាអាស្រ័យនឹងកពលឹងការាហានឹងតើនេះអញ្ចឹងអ្វីដែលឆ្អែតមិនមែនជារសទេតែអ្វីដែលឆ្អែតគឺដុំបាយដែលចូលទៅក្នុងពោះរបស់យើងតើនេះអញ្ចឹងបានមានពាក្យថាម៉េចពោះនឹងវានៅតែឆ្អែតពោះឆ្អែតប៉ុន្តែមាត់នៅតែក្លៀនពោះឆ្អែតប៉ុន្តែមាត់នៅតែក្លៀនខ្ញុំស្ដាប់មកឃ្លានឹងយល់ដែរពោះឆ្អែតមាត់នៅតែក្លៀនបានន័យថាម៉េចបានន័យថាពោះឆ្អែតគឺឆ្អែតដោយដុំអាហារដែលយើងហៅថាកពលឹងការាហាក៏ប៉ុន្តែមាត់នៅតែក្លៀនព្រោះអីពីព្រោះតណ្ហាវានៅតែចង់បានរសដែលយើងហៅថារសារំនឹងបន្ថែមទៀតឃើញទេខ្ញុំស្ដាប់អំពីរឿងដែលជីវិតរបស់យើងដូចជាសមុទ្រហ្នឹងខ្ញុំសប្បាយឬក៏នឿយណាយយើងឃើញថាមួយថ្ងៃនៅតែអញ្ចឹងដដែលនៅអញ្ចឹងដដែលហើយអត់ចេះឆ្អែតចេះឆ្អន់អីសោះធុញនឿយណាយធុញត្រន់ឬមួយក៏សប្បាយនឹងទទួលយកពេលថាសង្សារវដ្តនេះណាញាតិញោមគឺអ្វីដែលវាប្រព្រឹត្តទៅដដែលអញ្ចឹងហើយអញ្ចឹងទៀតអញ្ចឹងហើយអញ្ចឹងទៀតអត់មានអីដែលពិសេសជាងដដែលនឹងទេអ្វីដែលកើតឡើងដដែលម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតទាំងអស់នឹងឯងដែលយើងហៅថាសង្សារវដ្តនៃសត្វនីមួយហើយប្រព្រឹត្តទៅតែប៉ុណ្ណឹងទោះបីជាកើតនៅក្នុងទីឋានណាក៏ដោយមនុស្សទេវតាប្រអិនប្រព្រំណាក៏ដោយឲ្យតែមានភ្នែកឃើញតែរូបតែប៉ុណ្ណឹងភ្នែកកើតមកគឺសម្រាប់តែឃើញរូបតិចកើតមកសម្រាប់តែឮសំឡេងច្រមុះកើតមកសម្រាប់តែធំក្លិនដាតកើតមកសម្រាប់តែដឹងរសកាយនេះកើតមកសម្រាប់តែដឹងសម្ផស្សមโนវិញ្ញាណកើតមកសម្រាប់តែដឹងធម្មមេរមអ្វីដែលកើតមកគឺសម្រាប់តែដឹងអារម្មណ៍នៅក្នុងโลกនេះប៉ុណ្ណឹងឯងហើយកាលណាតែយើងដឹងនៅអារម្មណ៍នៅក្នុងโลกនេះប៉ុណ្ណាអារម្មណ៍ទាំងអស់នោះឯងអត់បានជួយអីឲ្យយើងដល់នៅសេចក្តីសុខដ៏ពិតប្រាកដសូម្បីតែម្ដងសូម្បីតែយើងឃើញរូបស្អាតតាមសេចក្តីប្រាថ្នារបស់យើងឮសំឡេងពីរោះតាមសេចក្តីប្រាថ្នាដែលយើងចង់យើងធំក្លិនក្អូបតាមដែលយើងចង់ធំក្លិនយើងទទួលយកនៅអាហារដែលមានរសដ៏ឆ្ងាញ់ទៅតាមតណ្ហាដែលចង់បានដែលចង់ប្រាថ្នាស្បិតតែទាំងអស់ហ្នឹងយើងទទួលបានមកដូចជាសេចក្តីសុខនៅក្នុងពេលជាបច្ចុប្បន្នក៏ប៉ុន្តែទាំងអស់នឹងឯងវាត្រឹមតែជាអារម្មណ៍នៃវិបាកចិត្តដែលយើងហៅថាផលនៃកុសលកម្មដែលកើតឡើងហើយទទួលយកនៅអារម្មណ៍ជាទីពេញចិត្តជាទីសប្បាយត្រេកអរតែប៉ុណ្ណឹងហើយបន្ទាប់អំពីទទួលយកនឹងមកគឺតណ្ហានេះឯងកើតឡើងស្រឡាញ់ជាប់ជំពាក់រីករាយត្រេកត្រអាលនឹងទទួលយកវាហើយដល់ពេលយើងគិតទៅដល់តណ្ហាកើតឡើងជាសុខឬក៏ជាទុក្ខហ្នឹងតណ្ហាកើតឡើងគឺជាទុក្ខនឹងមិនមែនយើងគិតថាជាទុក្ខនៅត្រង់ថាមិនបានដូចចិត្តទេ
តែជាទុកព្រោះបានដោយប្រាថ្នានឹងឯងមិនអត់បានហើយជាទុកទេណាសំបីតែបានដោយប្រាថ្នាហើយតណ្ហាកើតឡើងក៏ជាទុកពីព្រោះតណ្ហាវាជាមេនាំឲ្យកើតសេចក្តីទុកគ្រប់យ៉ាងហើយសំបីតែយើងកើតមកជាមនុស្សគ្រប់គ្នានេះណាក៏អាស្រ័យនឹងតណ្ហានេះឯងជាម្ដាយបង្កើតយើងមកម្ដាយបង្កើតយើងជាមនុស្សសលោកប៉ុន្តែអ្នកដែលជាសមុទយៈគឺជាហេតុបង្កើតយើងមកដល់ពិតប្រាកដមិនម្ដាយយើងទេតែគឺកម្មដែលជាប់ដោយតណ្ហាស្ដាប់តននេះចឹងកម្មដែលជាប់ដោយតណ្ហាដែលជាអ្នកបង្កើតយើងមករាល់ទង្វើកម្មទាំងអស់ដែលជាប់ដោយតណ្ហាដោយភាសាអភិធម្មហៅថាមានតណ្ហាជាបរិវារមានលោភៈឬក៏តណ្ហាជាបរិវារនឹងឯងកម្មនឹងឯងដែលជាអ្នកបញ្ជូនយើងឲ្យកើតនៅក្នុងโลกនេះដល់ពេលដែលកើតមកហើយជាសុខឬក៏ជាទុក្ខជាទុក្ខជាតិនេះឯងគឺជាចង្រុកទទួលយកនៅសេចក្តីទុក្ខគ្រប់យ៉ាងទាំងអស់អញ្ចឹងបានអាត្មាភាពឧស្សាហ៍តែលើកឡើងថាបើយើងកើតមកនៅក្នុងโลกនេះហើយយើងកុំគិតថាអាត្មាអញបានសុខប៉ុណ្ណាស្ដាប់តន់ទេញាតិញោមបើយើងបានកើតមកនៅក្នុងโลกនេះហើយយើងកុំគិតថាអាត្មាអញបានសុខប៉ុណ្ណាវាអត់មានសុខទេវាមានតែសេចក្តីទុក្ខដែលកើតឡើងមានតែទុក្ខដែលកើតឡើងមានតែទុក្ខដែលតាំងនៅមានតែសេចក្តីទុក្ខដែលរលត់ទៅឃើញទេសេចក្តីសុខអត់មានសោះដល់ពិតប្រាកដដែលយើងរស់នៅក្នុងโลกនេះហើយយើងប្រាថ្នាចង់បាននេះហើយបានសុខបាននោះហើយបានសុខដល់ពេលដែលយើងបានមកដោយប្រាថ្នាក៏ដោយចុះយើងដែលបានសុខពិតប្រាកដដែរបើសិនតែបានអានឹងមកហើយវាបានសុខពិតប្រាកដមែនម្លោះយើងអត់ប្រាថ្នាចង់បានអីទៀតទេហ្នឹងមុនដំបូងកាលនៅក្រអត់គិតថាបានកូនខ្ទមមួយនៅសំរុំបានហើយសុខហើយប៉ុន្តែបានអានឹងមកហើយឆ្អែតនឹងប៉ុណ្្នឹងដែរអត់ទេហ្នឹងចង់បានលើសនឹងទៀតបានអាលើសនឹងហើយកើតទៅជាសទ្ធិក៏ដោយមានលុយរាប់ពាន់លានដុល្លារក៏ដោយចេះឆ្អែតនឹងរាប់ពាន់លានដុល្លារហ្នឹងទេអត់ទេនៅតែចង់បានទៀតអញ្ចឹងសួរថាសេចក្តីសុខពិតនៅត្រង់ណាសេចក្តីសុខពិតមិនមែននៅត្រង់បានរបស់ដែលខ្លួនចង់បានទេតែសេចក្តីសុខពិតគឺនៅត្រង់ថាយើងចេះគ្រប់គ្រាន់នៅក្នុងករណីយមេតសូត្រព្រះអង្គសម្ដែងបទបាលីថាសន្តថិគឺចេះសន្តោសពាក្យថាសន្តោសបានន័យថាគឺចេះលមមគ្រប់គ្រាន់នឹងរបស់ដែលខ្លួនកំពុងមានការដែលយើងលមមគ្រប់គ្រាន់នឹងរបស់ដែលកំពុងតែមាននេះឯងគឺជាសេចក្តីសុខដ៏ពិតប្រាកដតននេះអញ្ចឹងហ្នឹងយើងមានដៃពីរយើងមានជើងពីរល្មមនឹងដៃពីរជើងពីរហ្នឹងទៅបើយើងអត់មានដៃមានជើងយើងល្មមនឹងអាហ្នឹងទៅយើងនឹងទៅបានមកពីណាទេបើវាអត់មានហ្នឹងហើយភ្នែកតិចមកកើតមកបានប៉ុណ្ណឹងយើងដឹងទៅទៀមទាតិចថ្មីមកពីណាទៅទៀមទាភ្នែកថ្មីនឹងបានមកពីណាវាអត់បានទេគឺមានតែល្មមគ្រប់គ្រាន់នឹងរបស់ដែលកំពុងតែមាននេះឯងទៅជាសេចក្តីសុខពិតប្រាកដអញ្ចឹងយើងស្ដាប់កន្លែងនឹងហើយយើងឃើញថាអូណោះតាមពិតអ្វីដែលជាសុខមិនបានច្រើនទេតែអ្វីដែលជាសុខគឺបានក្តីអត់ក្តីក៏ល្មមគ្រប់គ្រាន់តននេះអញ្ចឹងអាត្មាភាពសម្ដែងពីព្រះថេរៈសម័យពុទ្ធកាលដែលលោកមានសេចក្តីប្រាថ្នាតិចដូចជាព្រះអញ្ញាកោណ្ឌញ្ញៈដែលលោកជាមហាថេរៈធំបួសដំបូងគេនៅក្នុងព្រះពុទ្ធសាសនាជាព្រះសង្ឃកើតឡើងដំបូងនៅក្នុងโลกក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូនៃយើងនេះបន្ទាប់អំពីលោកបានជាព្រះអរហន្តហើយលោកគង់នៅក្នុងព្រៃរហូតហើយបើយើងគិតដោយគំនិតរបស់យើងយើងគិតថាបបានៅក្នុងព្រៃ
ban ấy bò rì phô tê ban tê ấy nâu xóm rùm tê ban ha hộp chọc na xóm rùm srul bùl tê nâng cũng nứt để dân cất cơ thả hiếp chỉ nét để ruột nơi không prey này anh cứ chỉ rương lùm bạ lùm bần cày lên tại đó bây chỉ vật bọc pre thề rạ dạng mấy nhiệt nhóm nơi không prey chỉ mũi đầm rây đây chỉ bụi buông chặt toàn bà rồng mà bồ thì sạt này lúc nơi không prey chỉ mũi nâng sạt hay miền tại bò rịch kha pram bay để hào tha sạ mà nạ bò rịch kha rồi nơi chỉ mũi và phần đằng hay chỉnh châm chỉ vật đòi cầm lăng smong rồi bọc lụn cứ ca đi môn tập bần là bạt ban phần ná có lộc tổ tôi dốc chăn và phần đằng trai chỉ vô prao pra phần ná có phần đằng ruột nơi không prey nâng nơi cào đơm chơ nơi không tivi nơi không lạng nôm dừng mơ tới rồi chỉ cùng sót có bàn tay chỉ vật bao lâu nữa ngày cứ chỉ vật đỏ miên cái đây sọc cho ti bầm phật miên cái đây sọc nơi tròn thả mình miên rồi bao đây trừ còn vỏ hai có miên ở vậy để trừ chọn bàn bần to từ tiền toàn này chứ nâng cứ anh ấy anh cứ chỉ vật đầm ná chỉ vật rồi bao bây giờ đây bộc cô miên sầu va khơi ấy trong tập ban đôi mà nâu dương cục kia thế nè bậc cất bị chọn bán từ rốt pre nợ piên đây chỉ trao này sẽ cái sọc nâng bị nà mạo thì pro pre nợ piên mình men phơ đầm nào tới đầm bấy ban ấy thì toàn đây nhìn hiểu miền hiện nay cái đào phơi ngay hay đặt kê từ đặt pu từ đặt khơi từ miền này cái đại là bao chân từ đây cứ đặt robot đầy trăm bạch hay phơ đầm nào tam phơi ngày bộ họ thầy dân phơ đầm nào tam phơi tức miền cột nát đôi bạc ca na này mùi miền chu ấy dân vừa trừ lịch châu từ non tức dân sờ va rô đa đầm bay tao rư mùi con sờ va rô robot trọp sầm bát bao giờ nâng ấy ấy có cho tiếng sầm liệp bằng pẹ nâng từ tiết có tới miền từ sài rồi nó thế ở vậy đây sầm khăn cứ sờ va rô robot tao hay hai từ cành trăng đây chỉ ti xem sànอย่างណាជីវិតសង្សាររបស់យើងប្រៀបដូចជាយើងហៅទឹកក្នុងមហាសមុទ្រអញ្ចឹងហើយបើយើងចង់ទៅដល់ត្រើយប៉ុន្តែចេះតែប្រមូលចេះតែយកអានេះទៅផងយកអានោះទៅផងលិចទឹកឬក៏ទៅដល់ច្រាំងហ្នឹងគឺលិចក្នុងមហាសមុទ្រអញ្ចឹងហើយបានយើងនេះឯងគឺលិចបាត់នៅក្នុងមហាសមុទ្រជួនកាលបានងើបមកម្ដងទេជួនកាលងើបមកបានម្ដងលិចទៅវិញបាត់រាប់ឆ្នាំទៅតននេះអញ្ចឹងហ្នឹងគឺមិនងាយនៅត្រង់ថាដំណើរទៅកាន់ព្រះនិព្វានដែលយើងប្រាថ្នាថាសុំឲ្យបានដល់នៅត្រើយគឺព្រះនិព្វានហ្នឹងណាមិនមែនយើងត្រូវវិចអីយកអីទៅតាមដើម្បីទៅដល់ព្រះនិព្វានទេដល់ហើយទៅសំបីតែបញ្ចខណ្ឌមួយនេះក៏ត្រូវតែទម្លាក់ចោលដែរមិនរបស់ខាងក្រៅទ្រព្យសម្បត្តិខាងក្រៅទេគឺបញ្ចខណ្ឌមួយនេះក៏ត្រូវតែទម្លាក់ចោលទម្លាក់ចោលដែរទើបយើងបានដល់ត្រើយគឺព្រះនិព្វានពីព្រោះដំណើរទៅកាន់ព្រះនិព្វានក៏មិនមានខណ្ឌបញ្ចកៈនេះដែរស្ដាប់តននេះអញ្ចឹងហ្នឹងដំណើរទៅកាន់ព្រះនិព្វានមិនមែនអត់មានតែរបស់ខាងក្រៅទេតែក៏មិនមានខណ្ឌនេះដែរបើអ្នកណាប្រាថ្នាអ្វីដើម្បីខណ្ឌនេះឬក៏ប្រាថ្នាមានខណ្ឌនេះបន្តទៅទៀតនោះមិនមែនជាផ្លូវទៅកាន់ព្រះនិព្វានទេពីព្រោះអីពីព្រោះរបស់ដែលដើម្បីខណ្ឌក្តីខណ្ឌនេះក្តីវាជាទុក្ខទាំងអស់ហើយបើវាជាទុក្ខអញ្ចឹងមិនបានទៅជាព្រះនិព្វានទៅបានអញ្ចឹងវាតល់ថាលះរបស់ដើម្បីខណ្ឌហើយនឹងលះទាំងខណ្ឌនេះទៅទៀតទៅបានដល់ត្រើយគឺព្រះនិព្វាននឹងបានសូមអនុមោទនាបាទ
ក្នុងសភៅខុសគ្នាខ្លះហើយទោសាពាំងសុមៀងកលៀងហ្នឹងពាក្យសម្រាប់ញាតិញោមសូត្រខ្ញុំសូត្រឲ្យអ្នកម្ចាស់ទ្រព្យនឹងឯងគាត់ថាយាយសូត្រឲ្យចាស់ទ្រព្យវិញយាយសូត្រយកខ្លួនឯងទេហ្នឹងតាំងពីថ្ងៃហ្នឹងមកលេងគេសូត្ររហូតចាំមកពីព្រៃចូលទៅថាឲ្យយើងឯងសូត្រយកខ្លួនឯងសូត្រឲ្យហោនតុសាពាំងសុមៀងកលៀងហោនតុសាពាំងសុមៀងកលៀងអត់មានពាក្យថាដល់អ្នកណាផងបើបល័យហ្នឹងប៉ុន្តែអ្នកប្រាជ្ញយើងខ្មែរមកក៏ប្រែអញ្ចឹងហ្នឹងដល់ខ្ញុំក៏បានដល់គេបានបើសិនជាមើលហោនតុអាហ្នឹងប្រែថាមានហោនតុសាពាំងហ្នឹងគឺទាំងពួងសុមៀងកលៀងហ្នឹងគឺសុមៀងគល់នឹងឯងឬក៏សុភមង្គលណាហ្នឹងចឹងនៅក្នុងបល័យហ្នឹងតែម្ដងមកជួរហ្នឹងវាអត់មានពាក្យថាខ្ញុំពាក្យថាគេទេហើយពាក្យថាខ្ញុំពាក្យថាគេហ្នឹងគឺប្រែយកសេចក្តីជាខ្មែរយើងបន្ថែមទៀតតោះនេះអញ្ចឹងបើយើងសូត្រឲ្យគេយើងដាក់ថាគេទៅសូត្រឲ្យខ្លួនឯងដាក់មកឲ្យខ្លួនឯងទៅហើយតាមពិតទៅយើងសូត្រឲ្យគេក្តីក៏វាមិនបានទៅដល់គេអីដែរអានេះគ្រាន់តែជាការមេត្តាចិត្តមួយដែលយើងចង់ឲ្យអ្នកដទៃបានសេចក្តីសុខជាការផ្សាយមេត្តាចិត្តតោះនេះអញ្ចឹងក៏ប៉ុន្តែទោះបីយើងសូត្រទៅឲ្យគេបានសុខក៏គេមិនប្រកាសថាបានសុខព្រមមាត់យើងថែណាមែនអត់មែនទេម៉ាហ្នឹងឥឡូវបញ្យល់ហើយភវតសពមង្គលៀងមង្គលទាំងពួងចូលមានដល់អ្នកភវតសពមង្គលៀងអាហ្នឹងដូចតែគ្នាហ្នឹងអត់មានបើនៅក្នុងបល័យភវតសពមង្គលៀងហ្នឹងអត់មានថាគេថាខ្ញុំដែរទេតែគ្រាន់តែថាហេតុអីបាននៅក្នុងធម៌ហ្នឹងលោកប្រែថាគេគឺដោយសារតែសម្រាប់ព្រះសង្ឃសូត្រហ្នឹងសម្រាប់ព្រះសង្ឃសូត្រនៅក្នុងព្រះបរិត្តតាមពិតធម៌ហ្នឹងវានៅកតុយសេរីធម៌សេរីហ្នឹងហើយនៅហើយដល់អញ្ចឹងព្រះសង្ឃសូត្រឲ្យគេក៏ដាក់ឲ្យគេអញ្ចឹងទៅបានតើមានអីធោអ្នកណាសូត្រក៏បានបើត្រូវហើយខ្ញុំប្រសង់សូត្រក៏បានខ្លួនឯងសូត្រក៏បានតាមពិតបើញាតិញោមឧទាហរណ៍ដែរអញ្ជើញទៅប្រទេសស្រីលង្កាឬក៏ប្រទេសភូមាអីកុហកគេសូត្រធោសូត្រព្រះបរិត្តអីហ្នឹងក៏គេសូត្រដែរគេមានសភៅមួយក្បាលអញ្ចឹងទៅគេសូត្រធោតាមបច្ចេកដីហើយយើងទុកធោឲ្យតលោកខ្លួនឯងអត់ទិញអីសោះអាហ្នឹងដល់ទីបំផុតទៅចេះអ្នកណាចេះតលោកហើយញាតិញោមអត់ទិញមានបានអីចេះហ្នឹងដោយញាតិញោមបញ្ជូនកូនឲ្យទៅរៀនអញ្ចឹងណាឯងខំរៀនឲ្យចេះអ្នកណាចេះតែកូនហើយយើងចេះដែរអត់ទេធោដូចគ្នាអញ្ចឹងធោមិនតែសម្រាប់ប្រសង់រៀនទេញាតិញោមកុំគិតអញ្ចឹងណាធោអីក៏ដោយធោព្រះអង្គហ្នឹងនិយាយមួយម៉ាត់ឲ្យខ្លីហ្នឹងធោព្រះអង្គហ្នឹងគឺមិនមែនសម្រាប់តែលោកបន្តិចទេបើញាតិញោមចង់ចេះតបន្តិចខ្លួនឯងដែរហ្នឹងហើយចេះយកមកសូត្រខ្លួនឯងក៏ចម្រើនដោយខ្លួនឯងចាំពុទ្ធដីកាហ្នឹងហើយព្រះបរិត្តដូចមង្គលសូត្រអីនេះមិនមែនជាធោដែលព្រះអង្គបរៀនមកឲ្យសម្រាប់សូត្រណា
ប៉ុន្តែគ្រាន់តែថាទំនៀមទម្លាប់របស់យើងយកមកសូត្រឲ្យកើតមង្គលសិរីសួស្តីប៉ុន្តែទីបំផុតទៅកើតមង្គលឬសិរីសួស្តីហ្នឹងវានៅតែខ្លួនយើងនឹងឯងវាមានពីណាគេឲ្យយើងមង្គលឲ្យសិរីបានបើសិនជាអ្នកដតីឲ្យសិរីឲ្យមង្គលដល់គ្នាបាននៅក្នុងโลกនេះគ្មានអ្នកណាគេកើតទុកទេបានសុខអត់ទាំងអស់តែគ្នានឹងមែនញាតិញោមអ្នកដែលចង់ឲ្យយើងបានសុខជាងគេគឺម៉ែឪយើងនឹងតែហ្មងហើយបើសិនជាយើងនឹងជាកូនណាម៉ែឪឲ្យសុខបានសុខម៉ែឪឲ្យសុខបានសុខគ្មានកើតទុកទេកូនណាក៏បានសុខបានចម្រើនកើតសទ្ធិទាំងអស់តែគ្នាស្រុកខ្មែរអត់មានអ្នកក្រទេតើនេះអញ្ចឹងគឺបានន័យថាម៉េចបានន័យថាសុខឬក៏ទុក្ខវាអាស្រ័យនៅលើយើងហ្នឹងហើយអញ្ចឹងធម៌ដែលព្រះអង្គសម្ដែងគឺមិនមែនធម៌ដែលព្រះអង្គឲ្យយកមកសូត្រទេតែអ្វីដែលសូត្រគឺជាទំនៀមទម្លាប់ស្ដាប់ចែកគ្នាដាច់អញ្ចឹងណាយកមកសូត្រគឺជាទំនៀមទម្លាប់ប្រពៃណីកម្មវិធីរបស់យើងត្រូវទៅសូត្រអញ្ចឹងសូត្រទៅហើយយើងស្ដាប់ទៅតាមពិតស្ដាប់ធម៌ទោះបីយល់ក្តីមិនយល់ក្តីវានៅតែបានបន់អញ្ចឹងបើនិយាយពីរឿងបានបន់ឲ្យតែយើងដាក់ចិត្តល្អបានបន់ហ្នឹងដូចញាតិញោមធ្លាប់ស្ដាប់រឿងបជាវអីចឹងណាបជាវ500ស្ដាប់អភិធម្មបជាវសត្វដេរិឆានណាទៅស្ដាប់អីបានស្ដាប់មិនបានទេប៉ុន្តែបើសិនជាដាក់ចិត្តស្ដាប់ដោយល្អនៅតែបានបន់អញ្ចឹងណាប៉ុន្តែសួរបានបញ្ញាទេបើស្ដាប់អត់យល់ផងអត់បានទេអញ្ចឹងបន់ហ្នឹងបន់យ៉ាងម៉េចគឺបន់អត់បញ្ញាហ្នឹងទៅយល់ទេអញ្ចឹងបើស្ដាប់មិនយល់ផងបានឲ្យកើតបញ្ញាអញ្ចឹងបញ្ញាហ្នឹងអត់កើតទេប៉ុន្តែបន់កើតសួរអូលោកម្ចាស់ស្ដាប់អត់យល់ផងបានបន់ទេបានបន់ឬក៏អត់បានបន់វាបានបើបន់អត់បញ្ញាបើចង់បានបន់មានបញ្ញាគឺមុនប្រសង់សម្ដែងធម៌ទេសនាយើងយល់អាហ្នឹងគឺបានបន់ផងបានបញ្ញាទៀតព្រោះអីពីព្រោះយើងស្ដាប់ដោយសេចក្តីគោរពនឹងបានបន់ហើយយើងយល់នឹងបានបញ្ញានឹងឯងអញ្ចឹងបញ្ញាគឺនៅត្រង់ថាយើងយល់ហើយបើយើងអត់យល់អីសោះអានឹងវាមិនមែនបញ្ញាទេតើនេះអញ្ចឹងហ្នឹងហើយអញ្ចឹងប្រពៃណីកម្មវិធីអីយើងធ្វើទៅអានឹងធ្វើតាមប្រពៃណីទំនៀមទម្លាប់របស់យើងធ្វើព្រោះប្រពៃណីខ្លះវាមិនមែនអាក្រក់ទាំងអស់ទេជួនកាលអាស្រ័យនឹងប្រពៃណីនឹងដែរទេបានយើងកើតបន់នោះមែនមួយឆ្នាំក៏មិនមានចូលឆ្នាំខ្មែរម្លោះមិនមកអើតឪម៉ែទេហ្នឹងហើយតែទៀតភ្ជុំមួយទៀតហ្នឹងហើយកុំតែមានចូលឆ្នាំហើយនឹងភ្ជុំហ្នឹងម្លោះមិនមកអើតឪម៉ែទេតែដោយសារតែមានប្រពៃណីនឹងឯងដែលធ្វើឲ្យកូនណានៅថៃក៏ដោយអញត្រូវខំប្រឹងរលុយសំលុយមកផ្ទះមកជួបមុខម៉ែឪធ្វើបន់ជាមួយឪពុកម្ដាយតើនេះអញ្ចឹងហ្នឹងបើសិនជាកុំតែមានទំនៀមទម្លាប់ដូនតាយើងនាំគ្នាទៅវត្តម្លោះលោកដឹងបានអីឆានទេអញ្ចឹងទំនៀមទម្លាប់ជួនកាលវានាំឲ្យយើងកើតបន់ហ្នឹងហើយកុំតែមានកម្មវិធីអីបច្ច័យ4តិក្ខណានុបទាន7ថ្ងៃបើដូនតាយើងមិនបង្កើតតិក្ខណានុបទានបែបយើងនឹកមិនឃើញធ្វើបន់តិក្ខណានុបទានឧទ្ទិសទៅដល់ជាដូនជាតាយើងទេតែដល់ពេលមានកម្មវិធីឃើញគេធ្វើឃើញអ្នកនោះធ្វើអញបានធ្វើឲ្យម៉ែឪអញដោយវាមិនអស់ចិត្តធ្វើដែរទៅតើនេះអញ្ចឹងបន់តិចក្តីច្រើនក្តីវាក្រាន់បើជាងអត់មាសមួយជីក្តី2ជីក្តីវានៅមានតម្លៃមិនមែនតល់រាប់គីឡូមានតម្លៃទេយ៉ាងណាបននឹងទោះបីជាបនប្រកបដោយបញ្ញាក្តីបនមិនប្រកបដោយបញ្ញាក្តីបនធ្វើតាមគេក្តីឲ្យតែបនដូចមាសអញ្ចឹងវានៅតែមានតម្លៃតើនេះអញ្ចឹងហ្នឹងហើយសូមអនុមោទនាអញ្ចឹងសម្ដែងពធមកមានប្រមាណប៉ុណ្ណេះជូនបនដល់ឧបាសកឈួមលេងឈួមហ្នឹងក៏បានដឹងហើយត្រេកអរអនុមោទនាទូយកចំណែកបនហើយចែកជូនបនដល់ញាតិញោមគ្រប់គ្នាទាំងអស់ដែលបានជើញមកស្ដាប់ធម៌ក្នុងពេលនេះឲ្យបានបនហើយមានបញ្ញាយកបញ្ញាហ្នឹងទៅប្រព្រឹត្តបដិបត្តិក្នុងជីវិតរស់នៅប្រចាំថ្ងៃរៀងខ្លួនណាបានសុខណាគេបានទុកអាត្មាមិនដឹងទេ
cứ riêng luôn nhận nhau dây mà mát ở clay tên á thẹn nó ruộng còn nè na cây chui dơm bàn đấy cứ tại nhé nè thẹn nó ruộng sao tục về tình đi nó cứ ta tại sọt miền nó mà chui chạy phơn cho nuôi dơm nè chẳng chỉ vật bỏ dơm đấy cứ mà này ai chẳng còn prăng riêng luôn tới đầm bay bàn sẽ cái sóc riêng luôn ca sầm đại bát thô rồi bọc nhom cái nào tham phiếp có son đầm thay chóp trầm tay bên này anh ê vang Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ